ទៅជប៉ុនមិនបាច់ដូរលុយទៀតទេធនាគារខ្មែរពីនេះសហការជាមួយជប៉ុនដាក់ឲ្យដំណើរការសេវា scan ទូទាត់តាម QR code ចាយលុយស្រួលដូចនៅខ្មែរធនាគារជាតិនៃកម្ពុជានិងសមាគមទូទាត់ជប៉ុនកាលពីថ្ងៃទី21ខែមេសាឆ្នាំ2025បានប្រកាសពីការសម្រេចនៅអនុសារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR code រវាង KHQR នៃប្រទេសកម្ពុជានិង JPQR នៃប្រទេសជប៉ុនក្នុងគោលបំណងបង្កើតក្របខ័ណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរដើម្បីអនុវត្តកិច្ចការនេះធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកធនាគារ Esilida PLC និងធនាគារស្ថាបនា PLC ជាធនាគារទំនាក់ទំនងនៃប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ឆ្លងដែនជាមួយនឹងប្រទេសជប៉ុនរីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន Nesta ជាប្រតិបត្តិការទូទាត់តាម QR code ជាមួយភាគីកម្ពុជាការនេះនឹងរួមចំណែកគាំទ្រនិងលើកកម្ពស់ប្រព័ន្ធទូទាត់ Digital ឲ្យកាន់តែទូលំទូលាយបង្កើតសុវត្ថិភាពប្រតិបត្តិការនិងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួលសម្ដៅជំរុញកំណើនភ្ញៀវទេសចរនិងកាត់បន្ថយតម្រូវការបដូររូបិយប័ណ្ណក្នុងកំឡុងពេលស្នាក់នៅប្រទេសកម្ពុជាឬប្រទេសជប៉ុនទន្ទឹមនេះម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំនិងខ្នាតតូចបានធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR នៅក្នុងប្រទេសកម្ពុជាឬ JPQR ក្នុងប្រទេសជប៉ុននិងទទួលបានអត្ថប្រយោជន៍បន្ថែមតាមរយៈការផ្ដល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជនលើពីនេះអាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួលឆាប់រហ័សមានតម្លៃសមរម្យនិងប្រកបដោយសុវត្ថិភាពផងដែរជារួមប្រតិបត្តិការទូទាត់ឆ្លងដែននេះនឹងចូលរួមជំរុញកំណើនពាណិជ្ជកម្មវិនិយោគនិងជាពិសេសទេសចរសម្ដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរគូជម្រាបថាកិច្ចសហប្រតិបត្តិការទូទាត់តាម QR code នេះត្រូវបានបែងចែកជាពីរដំណាក់កាលដោយដំណាក់កាលទី1ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការ scan JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុននិងដំណាក់កាលទី2ប្រជាជនជប៉ុនអាច scan KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន